ដែលកន្លឺប្រចាំថ្ងៃនេះគឺយើងនឹងជម្រាបជូនលោកនាងអំពីការព្យាបាលសក់ជ្រុះតាមបែបធម្មជាតិវិជាការល្អក្នុងការប្រើផលិតផលធម្មជាតិដើម្បីបញ្ឈប់ការជ្រុះសក់របស់អ្នកជាជាងការប្រើប្រាស់ផលិតផលដែលមានសារជាតិគីមីផ្សេងៗដែលមានតម្លៃថ្លៃនិងមិនទទួលបានផលប្រយោជន៍ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលជួយឲ្យលោកអ្នកការពារការជ្រុះសក់ដោយប្រើប្រាស់ផលិតផលធម្មជាតិដូចខាងក្រោមការព្យាបាលដោយប្រេងក្តៅប្រើប្រាស់ប្រេងធម្មជាតិដូចជាអូលីវប្រេងដូងប្រេងសូកូឡាដែលក្តៅប៉ុន្តែមិនក្តៅពេកទី2នោះគឺប្រើទឹកផ្លែឈើធម្មជាតិធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នកដោយអង្អែលជាមួយនឹងទឹកខ្ទឹមសទឹកខ្ញីនិងទឹកខ្ទឹមបារាំងទុកវារយៈពេល1យប់រួចសម្អាតវាចេញនៅពេលព្រឹកចំណែកឯទី3គឺធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នក2នាទីជារៀងរាល់ថ្ងៃដែលជួយបង្កើតឲ្យមានចលនាឈាមរត់នៅលើស្បែកក្បាលរបស់អ្នកការកើតឡើងនៃចលនាឈាមជួយឲ្យឫសសក់របស់អ្នកមានភាពរឹងមាំការប្រើប្រាស់ lavender 2 ទៅ 3 ដំណក់អាចជួយឲ្យចលនាឈាមទាំងនេះមានការកើនឡើងផងដែរទី4នោះគឺប្រើប្រាស់សារជាតិប្រឆាំងអុកស៊ីតកម្មប្រើប្រាស់ទឹកតែបៃតងលើស្បែកក្បាលរបស់អ្នកនឹងទុករយៈពេល1ម៉ោងរួចធ្វើការលាងសម្អាតវាចេញតែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលរារាំងកំណើតនិងកាត់បន្ថយការជ្រុះសក់ទី5ចុងក្រោយគឺការធ្វើយូហ្គាមនុស្សភាគច្រើនមានភាពតានតឹងដោយសារតែការបំពេញការងារនិងការសិក្សាផ្សេងៗភាពតានតឹងទាំងនេះជាមូលហេតុដែលធ្វើឲ្យសក់របស់អ្នកជ្រុះផងដែរការធ្វើយូហ្គាជួយកាត់បន្ថយការជ្រុះសក់និងស្ដារតុល្យភាពអរម៉ូតឲ្យកើតមានសារជាថ្មី